ម៉ោង 2:15 នាទីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាដែលឈរជើងនៅប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារដោយប្រើកាំភ្លើងចំនួន3ប្រភេទរួមមានកាំភ្លើងដៃកាំភ្លើងយន្ត B40 និងកាំភ្លើងត្បាល់60មីលីម៉ែត្រនេះបើយោងទៅតាមក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថានៅក្នុងឧបទ្ទវហេតុនេះកងកម្លាំងកម្ពុជាមិនបានបាញ់តបទេប៉ុន្តែបានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជាជាបន្ទាន់យោធាថៃឈប់បាញ់នៅម៉ោង 2:30 នាទីរសៀលនៅថ្ងៃដដែលលោកស្រីបន្ថែមថាកម្ពុជាជូនដំណឹងអំពីហេតុការណ៍នេះទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ភ្លាមនិងក្រុមស្នើឲ្យ AOT ចុះស្រាវជ្រាវស៊ើបអង្កេតដើម្បីធានាឲ្យបាននៅដំណាភាពយុត្តិធម៌និងភាពត្រឹមត្រូវកាសែតថៃខៅសូនក៏បានរាយការណ៍ពីការផ្ទុះអាវុធនេះដែរប៉ុន្តែមិនបាននិយាយថាភាគីណាជាអ្នកបើកការបាញ់ប្រហារមុននោះឡើយកាសែតនេះផ្សាយថាមានទាហានថៃចំនួន2នាក់រងរបួសនៅក្នុងហេតុការណ៍នេះប៉ុន្តែកម្ពុជាអះអាងថាខ្លួនមិនបានបាញ់តដៃទេដូច្នេះគេមិនច្បាស់ថាតើទាហានថៃរងរបួសដោយបែបណាឡើយកម្ពុជាបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងការអនុវត្តទៅតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងប្រឆាំងទៅនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាខ្ញុំរស់សុធាពី News Today NTTVគម្រោងចាំក្នុងការធ្វើអ្វីមួយហើយស្ដាយក្រោយនៅពេលដែលបាត់បង់ម៉ាស៊ីនបាញ់ថ្នាំអង្គរ Sprayer គ្រប់គ្រងហានិភ័យទាន់ពេលវេលានិងគ្រប់ស្ថានភាព